គោរពជំរាបសួរបងប្អូនទាំងអស់និងសិស្សសានុសិស្សសិស្សនិស្សិតដែលកំពុងតែសិក្សាស្រាវជ្រាវអំពីឱសថនិងការព្យាបាលជំងឺសត្វថ្ងៃនេះដែរលោកគ្រូនឹងបង្ហាញអំពីឱសថនិងការព្យាបាលសត្វជាបន្តបាទអឺថ្ងៃនេះលោកគ្រូនឹងលើកយកថ្នាំ Sulfamid បាទអញ្ចឹង Sulfamid វាខុសគ្នាពីអង់ទីវីយ៉ូទិកយ៉ាងម៉េចទៅបាទមានអង់ទីវីយ៉ូទិកផ្សេងណាបងប្អូនថ្នាំអង់ទីវីយ៉ូទិកផ្សេងអញ្ចឹងកាលពីលើកមុនបងប្អូនបានយល់ហើយអំពីអង់ទីវីយ៉ូទិកថាជាអ្វីនោះឥឡូវនេះលោកគ្រូនឹងលើកយកអំពីថ្នាំ Sulfamid វិញណាអញ្ចឹង Sulfamid គឺជាក្រុមថ្នាំប្រឆាំងនឹងមេរោគដែលមានទំហំសកម្មភាពធំទូលាយប្រឆាំងនឹងបាក់តេរីក្រាមវិជ្ជមាននិងក្រាមអវិជ្ជមានគ្រប់ Sulfamid ទាំងអស់ជាថ្នាំបង្អាក់ការចែកខ្លួនរបស់បាក់តេរីបាទអញ្ចឹងត្រូវចាំបងប្អូនបាទ Sulfamid គឺជាថ្នាំបង្អាក់ការចែកខ្លួនរបស់បាក់តេរីបាទវាអត់ទៅសម្លាប់ទេតែវាបង្អាក់ណាបងប្អូនចាំត្រង់ហ្នឹង Sulfamid ខ្លះធ្លាប់បញ្ចេញចោលអស់ពីក្នុងខ្លួនសត្វចំណែកឯ Sulfamid ខ្លះធ្លាប់បញ្ចេញចោលអស់ពីក្នុងខ្លួនសត្វរយៈពេលមធ្យមហើយចំណែក Sulfamid ខ្លះទៀតបញ្ចេញចោលអស់ពីក្នុងខ្លួនសត្វក្នុងរយៈពេលយូរបាទអញ្ចឹងឃើញថា Sulfamid តើទៅការបញ្ចេញចោលគឺថាវាមានរយៈពេលលឿនរយៈពេលមធ្យមហើយនឹងខ្លះទៀតយូរណាបងប្អូនបាទអញ្ចឹងយើងតើទៅការជ្រាបថ្នាំនិងរយៈពេលបញ្ចេញចោលពីក្នុងខ្លួនសត្វរបស់ថ្នាំគឺគេចែក Sulfamid ដូចខាងក្រោម Sulfamid ដែលមានប្រសិទ្ធភាពព្យាបាលប្រព័ន្ធទូទៅបាទអញ្ចឹងមានចែកចេញទៀតណាបាទក Sulfamid ដែលបញ្ចេញចោលលឿនសកម្មភាពពី3ទៅ6ម៉ោងអញ្ចឹងបានន័យថា3 6ម៉ោងហ្នឹងគឺវាមានសកម្មភាពដល់ប៉ុណ្ណឹងណាផុតពីហ្នឹងទៅលែងមានសកម្មភាពឲ្យវាបញ្ចេញចោលអស់ហើយអញ្ចឹងគឺមានថ្នាំ Sulfamerazine បាទមានថ្នាំ Sulfamidine បាទ Sulfataride បាទហើយមានបាទបន្តទៀតគឺខបាទ Sulfamid បញ្ចេញចោលមធ្យមសកម្មភាពពី6ទៅ10ម៉ោងបាទមានទី1នោះគឺ Sulfapyridine ទី2គឺ Sulfadizine បាទកែវ Sulfamid បញ្ចេញចោលយូរសកម្មភាពវែងចន្លោះពី10ទៅ24ម៉ោងបាទអញ្ចឹងរយៈពេល1ថ្ងៃបញ្ចេញចោលអស់ណាយូរបាទគឺមាន Sulfamethorin ហើយនឹង Sulfadoxine បាទ Sulfamid មានប្រសិទ្ធភាពព្យាបាលទៅលើប្រព័ន្ធទឹកនោមអូខេបាទអញ្ចឹងតើតើ Sulfamid នេះចែកច្រើនសន្តានណាបងប្អូនបាទវាមានអាខាងលើមិញនោះគឺទៅលើប្រព័ន្ធនេះប្រព័ន្ធទូទៅណាបងប្អូនចំណែកឯ Sulfamid នេះវិញគឺមានប្រសិទ្ធភាពព្យាបាលទៅលើប្រព័ន្ធទឹកនោមបាទមានអីខ្លះបាទមាន Sulfamediazole Sulfamedoxazole បាទហើយ Sulfa មានសកម្មភាពនៅនឹងកន្លែងបាទគឺមានសិទ្ធិភាពតែនៅលើស្បែកហើយនឹងភ្នាះស្ដើងឯងក៏មានប្រភេទ Sulfa ហ្នឹងដែរបាទណាមាន Sulfamilamide Sulfestamide បាទហើយមានមួយទៀតបាទមាន Sulfamide មានប្រសិទ្ធភាពលើប្រព័ន្ធរំលាយអាហារបាទមាន Sulfagamidine បាទហើយគេឃើញមាន Sulfamid ផ្សេងពីគ្នាច្រើនប៉ុន្តែវាមានកម្រិតប្រសិទ្ធភាពស្រដៀងគ្នា
ប៉ុន្តែគ្រាន់តែជាកម្រិតប្រើរបស់វាហ្នឹងនិងវិធីបញ្ចូលរបស់វាហ្នឹងមានកម្រិតប្រែប្រួលបាទហើយ sulfamide អាចឆ្លងកាត់ចូលទៅក្នុងជីលីកាជាច្រើននៃសរីរាង្គកាយឧទាហរណ៍ CSF សារធាតុរាវស្រោបខួរក្បាលនៅក្នុងចង្កងបងប្អូនបាទនឹងមានប្រយោជន៍លក្ខខណ្ឌទូលំទូលាយបាទឧទាហរណ៍ប៉ុណ្ណឹងបាទ sulfamide ខ្លះអាចផ្ដល់ឲ្យសត្វតាមមាត់ហើយការស្រូបរបស់វាប្រព្រឹត្តទៅបានយ៉ាងល្អគេអាចយកវាទៅច្រកតាមមាត់ដើម្បីព្យាបាលតាមប្រព័ន្ធទូទៅ sulfamide ខ្លះអាចផ្ដល់ឲ្យសត្វតាមមាត់តែគ្មានការស្រូបចូលទៅក្នុងចរន្តទូទៅនៃរាងកាយទេទាំងនេះគឺគេមិនអាចប្រើវាក្នុងការព្យាបាលជំងឺតាមប្រព័ន្ធទូទៅទេប៉ុន្តែវាមានសារៈប្រយោជន៍ក្នុងការព្យាបាលជំងឺតាមផ្លូវពោះវៀនដូចជាបាទ sulfagamidin បាទឥឡូវបន្តទៀតបាទ sulfamide ខ្លះបណ្ដាលឲ្យខូចខាតដល់តម្រងនោមបើសិនជាយើងផ្ដល់ក្នុងកម្រិតខ្ពស់ពេកជានិច្ចកាលវាគឺជាការសំខាន់ណាស់ត្រូវផ្ដល់ទឹកសម្រាប់ឲ្យសត្វផឹកឲ្យបានគ្រប់គ្រាន់យើងត្រូវចាក់បញ្ចូលតាមសរសៃវ៉ែនសរសៃឈាមសរសៃឈាមយឺតៗហើយត្រូវឆ្លីនៅកន្លែងចាក់ក្រោមស្បែកឬចាក់សាច់ដុំបន្ទាប់ពីការប្រើថ្នាំនេះដោយហេតុថាការចាក់ថ្នាំនេះតែងតែបង្កឲ្យរលាកក្រហាយនៅកន្លែងចាក់ហើយអាចបណ្ដាលឲ្យហើមផងដែរ sulfamide មិនអាចប្រើក្នុងពេលតែមួយជាមួយកាល់ស្យូមនិងអង់ទីប៊ីយោទិកក្រុមសម្លាប់បាក់តេរីទេមិនត្រូវប្រើ sulfamide លើសត្វឆ្មាទេបាទអញ្ចឹងសូមបងប្អូនចងចាំចំណុចនេះសំខាន់ណាបងប្អូនបាទហាមដាច់ខាតបាទគឺមិនអាចប្រើក្នុងពេលតែមួយជាមួយកាល់ស្យូមហើយនឹងអង់ទីប៊ីយោទិកក្រុមសម្លាប់បាក់តេរីទេបាទអង់ទីប៊ីយោទិកក្រុមសម្លាប់បងប្អូនបាទហើយមួយទៀតគឺមិនត្រូវប្រើនៅលើសត្វឆ្មាឡើយបាទបន្តទៀតបាទភាពធន់របស់មេរោគទៅនឹង sulfamide ណាមួយនឹងធ្វើឲ្យ sulfamide គ្មានប្រយោជន៍បាទ sulfamide អាចផ្សំជាមួយថ្នាំប្រឆាំងនឹងមេរោគផ្សេងទៀតឈ្មោះ trimethoprim បាទសកម្មភាពរបស់ trimethoprim អាចជួយឲ្យឈ្នះលើភាពធន់របស់មេរោគហើយពេលខ្លះប្រសិទ្ធភាពនៃថ្នាំទាំងពីរមុខនេះរួមគ្នាគឺជាថ្នាំដែលអាចសម្លាប់បាក់តេរីបានបាទសកម្មភាពនៃថ្នាំទាំងពីរមុខខាងលើនេះប្រើរួមគ្នាតែងតែមានទំហំធំជាងផលបូកនៃថ្នាំទាំងពីរដែលគេប្រើដោយឡែកពីគ្នា sulfamide និង trimethoprim ផ្សំបញ្ចូលគ្នាមានទំហំសកម្មភាពដូចជា sulfamide ខ្លួនឯងផ្ទាល់ប៉ុន្តែវាអាចមានប្រសិទ្ធភាពសម្រាប់បាក់តេរីនិងអាចមានផលប្រយោជន៍នៅពេលណាដែលមេរោគធន់នឹង sulfamide ដោយខ្លួនឯងបាទគេប្រើ sulfamide សម្រាប់ព្យាបាលជំងឺដូចខាងក្រោមបាទសេខុសចនេះមួយបាទមាន dermatophilus បាទអានេះហៅរោគសើស្បែកបងប្អូនបាទជំងឺគ្រុនពោះវៀន CNS ប្រព័ន្ធសរសៃប្រសាទការបង្ករោគផ្លូវនោមនិងផ្លូវបន្តពូជជំងឺកញ្ជ្រិលជំងឺសារទឹករាគលឿងកូនជ្រូករោគភ្នែកជំងឺអូកូលី Staphylococcus សើស្បែកហើយនិង Coccidium បាទអញ្ចឹងគឺការព្យាបាលថ្នាំ sulfamide នេះគឺមានប្រសិទ្ធភាពព្យាបាលទៅលើជំងឺប៉ុណ្្នឹងឯងបាទអញ្ចឹងថ្ងៃនេះគឺលោកគ្រូសូមបង្ហាញតែប៉ុណ្ណេះសិនបាទសូមអរគុណច្រើន